នៅវេលាព្រឹកថ្ងៃពុធទី5ខែសីហាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ានដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Zudan Arif Fakrullah ប្រធានទីភ្នាក់ងារជាតិមុខងារសាធារណៈជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ីចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅខេត្តសៀមរាបក្នុងឱកាសនៃជំនួបនេះឯកឧត្តមប្រធានគណៈប្រតិភូបានសម្ដែងនូវការអបអរសាទរនិងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនៅកិច្ចប្រជុំមុខងារសាធារណៈលើកទី23សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈនិងកិច្ចប្រជុំលើកទី8សម្រាប់កិច្ចប្រជុំមុខងារសាធារណៈអាស៊ានបូក3នាឱកាសនេះឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានជ្រើសរើសមូលបត្រអ្នកវានុវត្តសម្រាប់ការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើងដែលនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរួមគ្នារបស់អាស៊ានក្នុងការចែករំលែកឧត្តមមានុវត្តសម្ដៅកសាងមុខងារសាធារណៈមួយដែលមានភាពឆ្លើយតបលឿនរហ័សមានប្រសិទ្ធភាពនិងយកប្រជាជនជាស្នូលនៅទូទាំងតំបន់អាស៊ានឯកឧត្តមគណៈប្រតិភូក៏បានគូបញ្ជាក់អំពីការត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែជិតស្និទ្ធជាមួយកម្ពុជានិងបណ្ដាប្រទេសជាសមាជិកអាស៊ានដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍និងអរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូនិងគណៈប្រតិភូអាស៊ាននិងអាស៊ានបូក3ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំមុខងារសាធារណៈដ៏មានសារៈសំខាន់នេះដោយបានចាត់ទុកវត្តមានរបស់គណៈប្រតិភូក្នុងកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងអំពីឆន្ទៈនិងការបដិញ្ញាចិត្តរបស់ប្រទេសជាសមាជិកអាស៊ានក្នុងការតភ្ជាប់និងលើកកម្ពស់វិស័យមុខងារសាធារណៈអាស៊ានបន្ទាប់មកនៅវេលាព្រឹកថ្ងៃដដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកិច្ចប្រជុំមុខងារសាធារណៈលើកទី23សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈនិងកិច្ចប្រជុំលើកទី8សម្រាប់កិច្ចប្រជុំមុខងារសាធារណៈអាស៊ានបូក3នៅវេលាព្រឹកថ្ងៃប្រហ័សទី6ខែសីហាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនិងសម្ពោធអគារសិក្សាចំណតនិងការិយាល័យកម្ពស់6ជាន់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅរាជធានីភ្នំពេញមានប្រសាសន៍ក្នុងឱកាសនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្ដែងនូវក្តីសោមនស្សរីករាយនិងបានអបអរសាទរយ៉ាងកក់ក្ដៅចំពោះនិស្សិតជ័យលាភីទាំង4001អង្គនាក់ព្រមទាំងក្រុមគ្រួសារសាស្ត្រាចារ្យគណៈគ្រប់គ្រងនិងបុគ្គលិកនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលខិតខំប្រឹងប្រែងរួមគ្នានិងបានបង្កលក្ខណៈឲ្យនិស្សិតសម្រេចបានជោគជ័យសម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យឲ្យបន្តពង្រឹងគុណភាពអប់រំការស្រាវជ្រាវនិងអ្នកវានុវត្តន៍ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្សលើវិស័យសេដ្ឋកិច្ចនីតិសាស្ត្រយុត្តិធម៌និងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាពសីលធម៌និងស្មារតីស្នេហាជាតិជាមួយគ្នានេះសម្ដេចបវរធិបតីក៏បានជំរុញឲ្យបុគ្គលិកអប់រំទាំងអស់ខិតខំអភិវឌ្ឍសមត្ថភាព Digital និងវិធីសាស្ត្របង្រៀនជាប្រចាំដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំនិងផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងនៅវេលាព្រឹកថ្ងៃសុក្រទី7ខែសីហាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមដាតូសេរីម៉ូហាម៉េតខាឡេតប៊ីនណូឌីនរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបនេះឯកឧត្តមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីបានជម្រាបជូនសម្ដេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរទន្ទឹមគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់ម៉ាឡេស៊ីក្នុងការបន្តផ្តល់វគ្គបណ្ដុះបណ្ដាលដល់កម្ពុជានិងពិនិត្យលទ្ធភាពស្វែងរកកិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រតិបត្តិការរក្សាសន្តិភាពការឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណីសន្តិសុខលំហសមុទ្រ
និងការអភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងវិស័យការពារជាតិជាដើមជាការឆ្លើយតបសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍និងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលសម្រេចបាននាពេលកន្លងមកជាពិសេសក្នុងវិស័យការពារជាតិសម្ដេចបវរធិបតីបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្ទាប់មកនៅវេលារសៀលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង CGCC និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រខ្វាងតុងហុងកុងម៉ាកាវ GBA Alliance ដែលមានចំនួនប្រមាណជាង20ក្រុមហ៊ុនដែលដឹកនាំដោយលោក Jonathan KS Choi ប្រធានក្រុមហ៊ុន Sanwa Group ប្រធាន CGCC និងជាប្រធាន GBA Alliance ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបនេះគណៈប្រតិភូ CGCC និង GBA Alliance បានសម្ដែងនៅចំណាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជានិងបានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំចំពោះឱកាសវិនិយោគនៅកម្ពុជាគណៈប្រតិភូបានជម្រាបជូនសម្ដេចបវរធិបតីថាដំណើរទស្សនកិច្ចធុរកិច្ចមកកាន់កម្ពុជានៅឱកាសនេះគឺដើម្បីស្វែងយល់ពីកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗជាច្រើននៅកម្ពុជាដែលរួមមានហេដ្ឋារចនាសម្ព័ន្ធនិងអចលនទ្រព្យធនាគារនិងហិរញ្ញវត្ថុបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក e-commerce ថាមពលការដឹកជញ្ជូននិង logistics អាកាសចរណ៍កសិកម្មអប់រំនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនិងសុខាភិបាលជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជាសម្ដេចបវរធិបតីបានគូសរំលេចពីការដាក់ចេញនូវគោលនយោបាយនិងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់វិនិយោគិនការកែទម្រង់ស្ថាប័នការធ្វើសមាញកម្មនីតិវិធីនានាព្រមទាំងការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារលើវិស័យសក្តានុពលមួយចំនួនសម្ដៅធានាភាពរីកចម្រើននិងជោគជ័យរបស់វិនិយោគិននៅកម្ពុជាជាមួយគ្នានេះសម្ដេចបវរធិបតីមានប្រសាសន៍បន្តថារាជរដ្ឋាភិបាលបដិញ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោកផ្លូវទឹកផ្លូវដែកឲ្យកាន់តែប្រសើរឡើងក៏ដូចជាការតភ្ជាប់ផ្លូវអាកាសជាមួយអន្តរជាតិសម្ដៅកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន